បាទជំរាបសួរបងថ្ងៃនេះមកចង់ចែកម្លែកនៅកូនធើនៃមានមួយថ្នាក់ទី9សូមរីករាយទស្សនាដូចតទៅគេឲ្យដំបង S1 ដែលមានចិត្ត O ដំបង S មានចិត្ត O ហើយមានកំពូល A B C D ស្ថិតនៅលើដំបងគឺ A B C D ស្ថិតនៅលើដំបងសំណួរគេសួរថាគណនាតម្លៃមុំ x y ដើម្បីឲ្យចក្រកោណ A B C D អាចចរិតនៅក្នុងដំបងបានអញ្ចឹងគេសួររកតម្លៃមុំ x y អញ្ចឹងគណនាមកគណនាតម្លៃមុំ x y អញ្ចឹងគេមានទ្រឹស្ដីបត់មួយនៅក្នុងថ្នាក់ទី9ណាគ្រប់ចក្រកោណទាំងអស់បើចង់ចរិតនៅក្នុងដំបងលុះត្រាតែមានផលបូកមុំក្នុងផលបូកមុំក្នុងផលបូកមុំឈើមស្មើជាមួយនឹង180ដឺក្រេអញ្ចឹងមានន័យថាគ្រប់ចក្រកោណរបស់ដែលអាចចរិតក្នុងដំបងបានលុះត្រាតែមានផលបូកមុំឈើមនេះស្មើជាមួយ180អញ្ចឹងមានន័យថាឥឡូវយើងមើលមុំ A នេះមុំ A មុំ A ឈើមជាមួយមុំ C អញ្ចឹងមានន័យថាយើងយក70បូកជាមួយនឹងនេះតម្លៃ x នេះបាយយើងដល់នេះ x ស្មើជាមួយនឹង180ដឺក្រេហេមួយទៀតផលបូកមុំឈើមួយទៀតគឺមុំ3គឺស្មើប៉ុន្មានស្មើ50ដឺក្រេបូកជាមួយនឹង y មុំ y មកស្មើជាមួយនឹង180ដឺក្រេអូខេអញ្ចឹងយើងទីរក x មកមុំ x ស្មើប៉ុន្មាន180ដក7អញ្ចឹងសល់110ដឺក្រេនេះយើងទីរក y ស្មើប៉ុន្មាន180ដក30 180ដក50ស្មើនឹង130ដឺក្រេអញ្ចឹងពេលហ្នឹងដើម្បីឲ្យចក្រកោណ A B C D នឹងអាចចរិតក្នុងដំបងបានមានន័យថាតម្លៃ x ត្រូវតែស្មើនឹង110តម្លៃ y ត្រូវតែស្មើជាមួយ140ដឺក្រេអញ្ចឹងយើងធ្វើការទៀងទាត់មកយើងធ្វើការទៀងទាត់ទៅស្មើ180អត់70បូកមកបូក110ចឹងមកស្មើ180អានេះ50បូក130មកស្មើ180